រឿងទំនិញអនឡាញអាជ្ញាធរណែនាំពលរដ្ឋកុំឆាប់ជឿនិងឆាប់ផ្ទេរប្រាក់លឿនពេកព្រោះអាចជាករណីឆបោកលោកឧត្តមសេនីយ៍ឯកអរុណរតន៍វាសនាប្រធាននាយកដ្ឋានទេសចរនៃអគ្គស្នងការនគរបាលជាតិបានណែនាំជាថ្មីដល់ប្រជាពលរដ្ឋដែលនិយមទិញទំនិញតាមបណ្ដាញសង្គម Facebook TikTok ឬតាម Telegram កុំឆាប់ជឿកុំឆាប់ផ្ទេរប្រាក់លឿនពេកមិនថាការផ្ទេរតាមលេខកូដឬ QR Code ធនាគារផ្សេងៗដែលអាចនាំឲ្យមានករណីឆបោកកើតឡើងលោកណែនាំដូច្នេះបន្ទាប់ពីលោកទទួលបានទូរស័ព្ទសុំអន្តរាគមន៍ជាច្រើនពាក់ព័ន្ធនឹងករណីមានជនឆបោកបន្លំជាអ្នកលក់បាត់បង្ហាញថាខ្លួនបានផ្ញើអីវ៉ាន់តាមក្រុមហ៊ុនរួចហើយតែក្រោយទូទាត់ប្រាក់ប្លុកអតិថិជនបាត់ប្រធាននាយកដ្ឋានទេសចរដដែលបានអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្នកុំឆាប់ផ្ទេរប្រាក់លឿនដោយគ្មានហេតុផលខណៈមិនមែនជាករណីថ្មីទេកន្លងមកមានមនុស្សមិនតិចឡើយដែលចាញ់បោកករណីផ្ទេរប្រាក់ហើយមិនបានអីវ៉ាន់ខាតបង់ប្រាក់រាប់ពាន់ដុល្លារគួរឲ្យដឹងដែរថាសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ឃាត់ខ្លួនមុខសញ្ញាជនល្មើសជាបន្តបន្ទាប់លើករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្ដាញសង្គម Facebook តាមរយៈការក្លែងជាលក់អីវ៉ាន់ប៉ុន្តែក្រោយបាញ់លុយហើយមិនដាក់អីវ៉ាន់ឲ្យអតិថិជនជាមួយគ្នានេះប្រធាននាយកដ្ឋានទេសចរនៃអគ្គស្នងការនគរបាលជាតិក៏បានប្រកាសឲ្យប្រជាពលរដ្ឋដែលចាញ់បោកអ្នកលក់ផលិតផលអនឡាញបង់លុយហើយតែមិនទទួលបានទំនិញត្រូវប្រញាប់តាក់ទងមកនាយកដ្ឋានទេសចរដែលមានលេខទូរស័ព្ទ010 665 675ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយការសុំអន្តរាគមន៍មិនចំណាយប្រាក់នោះទេ